មានចំណុច3យ៉ាងដែលបងប្អូនត្រូវដឹងមុននឹងចាប់ផ្ដើមញ៉ាំ supplement អីមួយមិនថាសម្រាប់សម្រស់ឬក៏សុខភាពឬក៏ការគេងទេប៉ុន្តែនិយាយទៅ supplement សម្រាប់គេងខ្ញុំអត់សូវណែនាំទេដោយសារតែភាគច្រើនគេប្រើសារធាតុ melatonin ហើយ melatonin ហ្នឹងគឺប្រើបាននៅពេលដែលយើងយកឧទាហរណ៍ថា jet lag ដូរថ្ងៃយកពីប្រទេសមួយទៅប្រទេសមួយឬក៏មានការអីដែលធ្វើឲ្យយើងគេងអត់លក់ក្នុងរយៈពេលខ្លីនឹងប្រើ melatonin បានពពួក supplement ហ្នឹងប៉ុន្តែប្រសិនបើឲ្យប្រើជាប់ជាប្រចាំហ្មងគឺខ្ញុំអត់ដែរណែនាំទេឥឡូវបកទៅវិញថាតើចំណុច3យ៉ាងដែលយើងគួរគិតមុនពេលញ៉ាំ supplement អីមួយហ្នឹងមានអីគេខ្លះទី1បងប្អូនត្រូវដឹងថាខ្លួនឯងត្រូវការអីចង់បានអីឧទាហរណ៍ថាយើងចង់ស្អាតជាងមុនតើយើងចង់ស្អាតជាងមុនត្រង់ចំណុចណាត្រង់ពណ៌សម្បុររបស់យើងត្រង់ស្នាមអត់ខ្មៅនៅលើមុខយើងឬក៏ស្នាមជាំឬក៏របៀបថាកម្រឬក៏ស្បែករបស់យើងស្ងួតពេកអីចឹងទៅអញ្ចឹងការជ្រើសរើស supplement យកមកប្រើប្រាស់ហ្នឹងគឺវាឲ្យចំចំណុចដែលយើងត្រូវការបាននៅពេលដែលយើងញ៉ាំទៅបានផលមិនម៉ាវាធ្វើឲ្យយើងសប្បាយចិត្តប្រសិនបើយើងញ៉ាំដើម្បីសុខភាពថាតើយើងត្រូវការអីគេដូចខ្ញុំមួយរយៈចុងក្រោយនេះខ្ញុំត្រូវការប្រព័ន្ធភាពស៊ាំអញ្ចឹងប្រភេទ supplement ដែលខ្ញុំញ៉ាំគឺពាក់ព័ន្ធជាមួយនឹងការជំនួយប្រព័ន្ធភាពស៊ាំអញ្ចឹងខ្ញុំដឹងខ្លួនឯងច្បាស់ថាខ្ញុំត្រូវការអីហើយខ្ញុំជ្រើសរើសរបស់ហ្នឹងយកមកញ៉ាំដើម្បីជំនួយអីដែលខ្ញុំត្រូវការហ្នឹងចំណុចទី2បងប្អូនត្រូវដឹងថាតើសុខភាពរបស់បងប្អូននៅណាប្រសិនបើយើងគិតថា supplement គ្រាន់តែជាអាហារបំពន់មិនមែនថ្នាំអញ្ចឹងញ៉ាំទៅអត់មានផលប៉ះពាល់អីការយកឃើញនេះគឺខុសហើយដោយសារ supplement មួយចំនួនគឺវាមានសារធាតុដែលគេហៅថា extract គេថាគេដកឬក៏ចម្រាញ់យកតែអាពពួកសារធាតុហ្នឹងវាច្រើនមែនតើហ្នឹងយកមកដាក់នៅក្នុងគ្រាប់ tablet តែមួយអញ្ចឹងឧទាហរណ៍ថាគេប្រើពាក្យ green tea extract យើងដឹងថា green tea ល្អប្រភេទ matcha អីហ្នឹងវាមានសារធាតុល្អជាច្រើនដែលជួយដល់ស្បែកជួយដល់សុខភាពរបស់យើងក៏ប៉ុន្តែប្រសិនបើយើងញ៉ាំវានៅក្នុងកម្រិតច្រើនពេកខណៈជា tablet ជាគ្រាប់ដែលគេ extract វាយកមកសិតតែ green tea ក្នុងហ្នឹងមាន 1000 មីលីក្រាមឬក៏500មីលីក្រាមអីចឹងហ្មងអាហ្នឹងគឺវាអាចមានផលប៉ះពាល់ដល់ខ្លាំងរបស់យើងអញ្ចឹងមិនរាល់របស់ធម្មជាតិទាំងអស់ហ្នឹងវាល្អជាងថ្នាំទេអញ្ចឹងប្រសិនបើសុខភាពយើងទទួលបានអត់អីទេយើងអាចញ៉ាំបានក៏ប៉ុន្តែប្រសិនបើសុខភាពរបស់យើងមានបញ្ហានៅកន្លែងណាមួយគឺយើងអត់អាចញ៉ាំវាជារៀងរាល់ថ្ងៃឬក៏ញ៉ាំវាច្រើនទេអញ្ចឹងបានការដែលមកជួបគ្រូពេទ្យឬក៏ប្រឹក្សាជាមួយនឹងអ្នកដែលគេផ្ដល់ការប្រឹក្សាត្រឹមត្រូវមុនពេលដែលយើងញ៉ាំ supplement ហ្នឹងគឺវាសំខាន់សម្រាប់អ្នកដែលគាត់ចង់ញ៉ាំជាពិសេសអ្នកដែលចូលចិត្តញ៉ាំរាល់ថ្ងៃឬក៏ញ៉ាំច្រើនមុខចូលគ្នាទី3 supplement មាននៅលើទីផ្សារវាច្រើនអញ្ចឹងសូម្បីតែខ្ញុំរាល់ថ្ងៃហ្នឹងមុននឹងខ្ញុំដាក់របស់នៅក្នុង pharmacy របស់ខ្ញុំហ្នឹងក៏ខ្ញុំត្រូវចំណាយពេលធ្វើ research មើល background ដែរអញ្ចឹងបានអ្នកខ្លះគាត់ឆ្ងល់ថា pharmacy អ្នកគ្រូហេតុអីបានមានឲ្យបានតិចដោយសារតែទំហំតែដាច់ចិត្តយកឲ្យបានណាមួយយកមកដាក់គឺយើងត្រូវគិតមែនតើតើរបស់ដែលគេទៅសេឧទាហរណ៍ដូច Vida Glow Radiance នេះអញ្ចឹងនេះថាតើអាស្អីដែលគេទៅសេនៅក្នុងសារធាតុសកម្មជា ingredient ហ្នឹងវាពិតជាមានមែននៅក្នុងហ្នឹងអត់ហើយនៅក្នុងគ្រាប់ថ្នាំដែលយើងលេបចូលទៅហ្នឹងគេមានលួចដាក់សារធាតុអីផ្សេងបន្ថែមឬក៏អត់អញ្ចឹងតើតើមកទិញ supplement កន្លែង pharmacy អ្នកគ្រូមែនបានល្អមែនអញ្ចឹងឯងបងប្អូនតែនៅស្រុកយើងគឺមាន pharmacy ដែលគាត់ជាអសតការីគាត់សូមបញ្ជីការគាត់មានការសិក្សាអីដូចតែខ្ញុំដែរទេប្រសិនបើបងប្អូនទុកចិត្តនៅកន្លែងណាមើលថាគេមានច្បាប់មានអីត្រឹមត្រូវនឹងបងប្អូនអាចទិញយកមកប្រើប្រាស់បានគ្រាន់តែប្រសិនបើបងប្អូនគិតថាចង់ប្រើប្រាស់ក្នុងរយៈពេលវែងឬក៏អត់ច្បាស់ចំពោះស្ថានភាពខ្លួនឯងគួរតែជួបជាមួយនឹងគ្រូពេទ្យដើម្បីគេអាចពិនិត្យមើលថាតើបងប្អូនស័ក្តិសមជាមួយនឹងការញ៉ាំ supplement បែបគេអញ្ចឹងថ្ងៃនេះខ្ញុំចែកឡើងប៉ុណ្ណឹងចំពោះការដែលបងប្អូនចង់ជ្រើសរើសញ៉ាំ supplement ប្រសិនបើមានសំណួរអីទៀតអាច comment ក្នុងវីដេអូរបស់ខ្ញុំបាន